ពូកំណត់ខ្ញុំទាស់ខ្ញុំគិតថាការ booking មានជាសេវា booking bus online ហ្នឹងគឺវាមានសារៈសំខាន់មែនទែនសម្រាប់ខ្ញុំក៏ដូចជាអ្នកធ្វើដំណើរគ្រប់រូបដោយសារតែសេវាកម្មនេះវាជួយឲ្យខ្ញុំមានការងាយស្រួលមែនទែនដោយសារតែខ្ញុំអត់ចាំបាច់ត្រូវទៅជិះម៉ូតូត្រូវទៅកន្លែង booking នឹងកន្លែងទិញអញ្ចឹងណាខាងមួយទៀតគឺអត់ចាំបាច់ត្រូវទេចំណាយពេលវេលាហើយឧទាហរណ៍បើយើងទៅដល់កន្លែងហើយជួនកាលយើងត្រូវចាំត្រូវអីទៀតអញ្ចឹងវាខាតពេលវេលាយើងច្រើនមែនទែនអញ្ចឹងបើមានជាសេវាកម្មដែលយើងអាច book ប្រើជាទូរស័ព្ទឬក៏ computer អញ្ចឹងគឺងាយស្រួលសម្រាប់យើងមែនទែនជាពិសេសសម្រាប់ខ្ញុំផ្ទាល់ហើយមួយទៀតបើមានសេវាកម្មហ្នឹងនៅពេលដែលយើងទិញជាសបុតជួនកាលយើងបានសបុតហើយយើងបោះចោលអញ្ចឹងវាប៉ះពាល់ដល់បរិស្ថានមែនទែនអញ្ចឹងបើយើងមានសេវាកម្មហ្នឹងយើងក៏បង្ហាញជាលក្ខណៈទូរស័ព្ទទៅដល់អ្នកខាងហ្នឹងទៅវាអាចជួយ save environment យើងបានទៀតតែតោះតម្លៃគឺអត់មានខុសអីគ្នាពីការទៅទិញទៅដល់កន្លែងផ្ទាល់ទេគឺតម្លៃដូចតែគ្នាទេហើយមួយទៀតដែលសំខាន់ជាងគេហ្នឹងគឺយើងអាចជ្រើសរើសយកកន្លែងដែលយើងចង់អង្គុយកន្លែងជាលក្ខណៈ VIP seat អញ្ចឹងណាអញ្ចឹងខ្ញុំគិតថាសេវាកម្មនេះល្អមែនទែនដែលជួយឲ្យអ្នកធ្វើដំណើរមានភាពងាយស្រួលក្នុងជីវិតរស់នៅរបស់គាត់ទីមួយយើងអាច save ពេលវេលារបស់យើងអត់ waste time ទៅលើវាច្រើនទេបើសិនយើងចាំទៅទិញនៅកន្លែងក្រុមហ៊ុនផ្ទាល់យើងត្រូវចំណាយពេលច្រើនទៅទិញប៉ុន្តែបើសិនយើងមានកក់តាម online ឬមួយក៏ pay លុយតាម online យើងអាចចំណេញពេលវេលាយើងបានច្រើនហើយចឹងហើយធ្វើឲ្យយើងវាកាន់តែងាយស្រួលជាងមុនទៀតខ្ញុំយល់ឃើញថាការកក់សំបុត្រអនឡាញគឺជាបច្ចេកវិទ្យាមួយដ៏ទំនើបហើយនឹងផ្ដល់ភាពងាយស្រួលទៅដល់យុវជនទៅដល់អ្នកធ្វើដំណើរគ្រប់រូបនៅក្នុងប្រទេសកម្ពុជាស្រួលនឹងធ្វើដំណើរទៅកាន់ទីកន្លែងដែលគេចង់បានហើយនឹងងាយស្រួលក្នុងការ book ទៅលើសេវាកម្មហ្នឹងហើយវាផ្ដល់ភាពងាយស្រួលមួយទៀតថាសុវត្ថិភាពក្នុងការធ្វើដំណើរឬថាមិនចាំបាច់ជិះទៅកន្លែងទីតាំងតែម្ដងទេយើងគ្រាន់តែ book តាម online ទៅហើយយើងនឹងអាចទទួលអ្វីដែលសេវាកម្មល្អពីក្រុមហ៊ុនដែលយើងចង់បានដែរ